សួស្តីបងប្អូនគ្នានេះគឺជា motor lock ដែលយើងកាន់ដៃ2 motor lock កាន់ដៃ2អញ្ចឹង motor lock របស់ Makita មានជាប្រភេទកាន់ដៃ1ប្រភេទនេះហើយនឹងកាន់ដៃ2ហើយនេះគឺជា sample សម្រាប់ធ្វើការតេស្តបាទហើយយើងមានក្រុមការងារដែលមានជំនាញក្នុងការបង្ហាញអំពីការប្រើប្រាស់ជាក់ស្ដែងក៏ដូចជាបង្ហាញអំពី spec របស់ motor ក៏ដូចជាបង្ហាញអំពីបាទការ maintenance និងថែទាំបន្ទាប់ពីការទិញយកទៅប្រើប្រាស់ឬបន្ទាប់ពីការប្រើប្រាស់ហើយអញ្ចឹង motor នេះគឺយើងមាន2គ្រឿងជាប្រភេទ motor lock កាន់ដៃ2ប្រើថ្មប្រភេទ 40V លេខកូដ OP0 បាទ OP001G បាទ OP001G នេះគឺយើងអាចដូរផ្លែបានធំដែរណារហូតដល់12លីបាទហើយតាក់ទងជាមួយនឹង motor នឹងដែរបាទជាប្រភេទ motor ដែលមានកម្លាំងខ្លាំងហើយមានមុខងារបច្ចេកវិទ្យា smooth ត្រង់អីនៅពេលដែលយើងចុចកុងតាក់ដំណើរការគឺវាអត់កន្ត្រាក់ទេ motor នេះគឺដំណើរការដោយ smooth ចាប់ផ្ដើមពីល្បឿន0ទៅ100បាទឲ្យថាល្បឿនតិចទៅល្បឿនលឿនគឺអត់កន្ត្រាក់យើងពិបាកក្នុងការគ្រប់គ្រង motor ទេហើយមាន accessory មកគ្រប់មានដូចជាជើងអុសត្រង់មានដូចជើងតម្រមានជាសម្រាប់ភ្ជាប់ទៅជាមួយនឹង motor បូមទលីបាទហើយសម្រាប់បងដែលមានថ្ម 40V ហើយស្រេចដែលធ្លាប់ទិញយកទៅប្រើប្រាស់លើកមុនណាទិញតែតួ motor នេះទៅប្រើទៅតែម្ដងប៉ុន្តែចង់បញ្ជាក់ប្រាប់ថា stock យើងលក់អត់តមកដល់ទេយើងមានអីវ៉ាន់តេស្តសិនអញ្ចឹងចង់តេស្តចង់អីឲ្យដឹងពីគុណភាពអាចតាក់ទងមកបានលេខទូរស័ព្ទដែលខ្ញុំដាក់ក្បែរវីដេអូឬក៏នៅលើបាទprofile នឹងស្រាប់បាទសូមអរគុណ